សរសៃបងប្អូនតោះថ្ងៃនេះខ្ញុំណែនាំពីរបៀបប្រើប្រាស់ Xiaomi TV Box ថ្ងៃនេះគឺជាដុំបំលែងទូទៅទៅជា Smart TV អញ្ចឹងមានជាមួយនឹងក្បាលមកបងចាំយកដោតជាមួយនឹង free ទៅនេះគឺជាខ្សែ HDMI អញ្ចឹងបងប្អូនត្រូវដោតជាមួយនឹងដុំពីដុំទៅទូទស្សន៍ចឹងនៅពេលដែលបងដោតជាមួយនឹងរន្ធ HDMI ចូលទៅនឹងទូទស្សន៍ហើយបងចាំចូលកន្លែង setting ហើយរកពាក្យ import នេះមកតោះមកបងរក HDMI នេះបងគាត់ជិះភាំជាមួយ tele មកគឺរួចរាល់ហើយពីបងភាជាមួយនឹង tele រួចមកយើងត្រូវរើសជាមួយនឹងភាសាហើយកន្លែងនេះត្រូវរើសជាមួយនឹង region ហើយចុចបន្ទាប់ទៀតមក set up ហើយកន្លែងនេះដាក់ជាមួយនឹង Wi-Fi បន្ទាប់ពីដាក់ Wi-Fi រួចបងប្អូនត្រូវដាក់ជាមួយនឹង Gmail របស់បងប្អូនបន្ទាប់ពីបងប្អូន set up ជាមួយនឹង Gmail រួចមកចាំចុចជាមួយនឹង accept យក accept ទៀតដល់កន្លែងនេះចាំជ្រើសរើសបងប្អូនចង់ដាក់មួយណាក៏បាន living room ហើយដល់ទៅនេះចាំចុចជាមួយនឹងពាក្យ confirm អញ្ចឹងដល់ពេលបងប្អូនចុចជ្រើសរើសអស់ហើយនៅពេលដល់ត្រង់នេះពេញគឺអាចដំណើរការជាមួយនឹង YouTube មើល YouTube Netflix ឬប៉ុស្តិ៍ផ្សេងៗទៀតបានអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនអាចប្រើបានហើយដោយក្នុងនេះមានជាមួយ Netflix YouTube ហើយបងប្អូនអាចចុច download ជាមួយនឹង app ផ្សេងៗបាននៅកន្លែង app សម្រាប់វីដេអូនៃការប្រើប្រាស់ដុំបំលែងទូទៅជា Smart TV នេះមានតែប៉ុណ្្នឹងទេ